រមានក្រុងទេឯកឧត្តមរដ្ឋមន្ត្រីខៀវកញ្ញរិទ្ធបានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានដែលទៅបង្កើតថ្មីត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំរួមទាំងកិច្ចសហការនិងទំនាក់ទំនងគ្នាល្អជាមួយគ្រប់ផ្នែកពាក់ព័ន្ធលោកសេងរាជសីបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថាសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានគឺទើបតែបង្កើតឡើងថ្មីដែលមានការទទួលស្គាល់និងចុះបញ្ជីត្រឹមត្រូវតាមផ្លូវច្បាប់នៅក្រសួងមហាផ្ទៃនិងក្រសួងព័ត៌មានហើយក្នុងឆ្នាំ2023នេះសមាគមមានគោលបំណងជួយធ្វើការបណ្ដុះបណ្ដាលសតនឹងកិច្ចសហការជាមួយគ្នាទៅវិញទៅមកថ្នាក់ដឹកនាំសមាជិកសមាជិកាសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានក៏បានគោរពសំណើអនុសាសន៍ណែនាំមួយចំនួនពីឯកឧត្តមរដ្ឋមន្ត្រីដើម្បីនាំយកមកអនុវត្តដឹកនាំតម្រង់ទិសការងារក្នុងអង្គភាពធ្វើយ៉ាងណាពង្រឹងកិច្ចការរបស់សមាគមឲ្យកាន់តែល្អប្រសើរសម្រាប់ការចូលរួមចំណែកលើកកម្ពស់គុណភាពវិជ្ជាជីវៈនិងក្រមសីលធម៌របស់អ្នកសារព័ត៌មានឲ្យបានកាន់តែល្អបន្តទៅមុខបន្ថែមទៀតក្នុងជំនួបនោះលោកសេងរាជសីនិងថ្នាក់ដឹកនាំសមាជិកសមាជិកាសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានក៏បាននាំយកនៅអំណោយអង្ករចំនួន1តោនមីចំនួន10កេសធំនិងទឹកសុទ្ធចំនួន50យួរដឹកនាំដោយលោកសេងរាជសីប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានរួមជាមួយសមាជិកសមាជិកានៃសមាគមដើម្បីយកប្រគល់ជូនឯកឧត្តមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី7ខែកុម្ភៈឆ្នាំ2023នាទីស្តីការក្រសួងព័ត៌មានផងដែរក្នុងនោះផងដែរលោកជំទាវបណ្ឌិតមាសសុគន្ធជាមេធាវីរបស់សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានមានការឯកភាពពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យលោកជំទាវចូលបម្រើការងារជាមេធាវីស្ម័គ្រចិត្តរបស់ក្រសួងព័ត៌មានក្នុងការសម្របសម្រួលស្តីពីបញ្ហាដែលប្រឈមមុខជាមួយក្រុមអ្នកសារព័ត៌មានឯកឧត្តមរដ្ឋមន្ត្រីខៀវកញ្ញរិទ្ធក៏បានជំរុញនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានដែលទៅបង្កើតថ្មីត្រូវធ្វើយ៉ាងណាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំមានកិច្ចសហការនិងទំនាក់ទំនងគ្នាល្អព័ត៌មានក្រុងទេ